លោកក្មួយជប់ហើយមិនតាន់ចូលសម្រានទេបាននៅទេលោកក្មួយជប់ហើយលោកនាងមិនតាន់គេងទេនៅទេចាស់នៅទេយប់នេះខ្ញុំគេងដូចជាមិនលក់សោះលោកពិសាកាហ្វេទេខ្ញុំឆុងជូនអូអញ្ចឹងឲ្យខ្ញុំសុំមួយកែវមកចាណែលោកអញ្ចឹងពិសាអរគុណនាងឆុងបានឆ្ងាញ់ណានិយាយអញ្ចឹងនាងមកនៅទីនេះបានប្រហែលថ្ងៃហើយចាជិត1 ខែហើយតើទម្លាប់បានទេមិនក៏លោកសួរខ្ញុំអញ្ចឹងព្រោះនៅទីនេះគ្មានមនុស្សចាញ់ចូលនិយាយលេងជាមួយនាងបើនាងអបសុកទៅលេងមិត្តភ័ក្តិខាងក្រៅបានមិនអីទេនៅទីនេះមានម៉ាដោះនិងក្មួយយ៉ាដែរអូទីនេះស្វាគមន៍ជានិច្ចចំពោះនាងឡំនេះយប់វិញក៏បានឃើញឆ្មាបកូកំពុងខាវនេះសាសងគ្នានេះញីឲ្យរឹកឆ្មាឈ្មោលលេតែឆ្មាឈ្មោលនោះដូចជាមិនសូវចង់របាយទៀតទេខាវនេះអាយយទេព្រឹកនេះមានអីឲ្យខ្ញុំធ្វើទេមានក្មួយឯងជួយលើកកាហ្វេដែលអ៊ំឆុងដាក់លើតុយកទៅឲ្យលោកក្មួយផងចាខាវលោកនាយកខ្ញុំមកនេះចង់សុំច្បាប់សម្រាប់3ថ្ងៃមានអីបើឯងមានធរៈឯងឈប់ចុះព្រោះខ្ញុំក៏ចង់ទៅលំហែកាយឲ្យមាត់សមុទ្រដែរអរគុណបានអរគុណសុំទៅបើអត់មានការអីខ្ញុំសុំទៅវិញហើយអង្គុយលេងសិនទេខ្ញុំចង់បបួលឯងទៅលេងដែរតែដល់ឯងមានធរៈចាំថ្ងៃក្រោយចុះឡំអើយអូយហៅមួយថ្ងៃហើយអាម៉េចក៏មិនឆ្លើយហើយវាអាម៉េចឡំនឹងទេនេះសមូចនឹងស្គរណាដាក់ចិត្តគ្នាយូរទៅណាវាគង់តែឆៃទេហើយកុំចេះរឿងច្បាយនេះកុំឲ្យចេះដឹងច្រើនអូយនេះគិតតែប្រាប់ក៏មិនបាននេះនៅពូបើយូរទៅដូបសិតនៅយូរទៅដូចចង់បានធ្វើម៉េចសិនណាប៉ប៉ាទៀនឯងទៅរៀបចំកៅអៅទៅស្អែកនេះអូយលោកប្រុសអើយមេតាកម្មាតផងនេះបើឲ្យកម្មាតជប់ទៅណាប្រពន្ធកូនកម្មាតអស់បាយហើយណែខ្ញុំឲ្យឯងទៅលេងសមុទ្រជាមួយខ្ញុំតាអូយជិងអីអូកម្មាតអរគុណហើយនេះអូយមិនក៏មិនឃើញចឹងចាដឹងហើយដាក់ឌៀងដល់ប្រុសអើយអត់តើលោកពូម្ចាស់ផ្ទះនេះទៅណាអស់ហើយក្មួយកំសត់នឹងប្រពន្ធឈប់នៅទីនេះហើយលោកពូមានដឹងថាគាត់ទៅនៅទីណាទេពូមិនដឹងទេបើចឹកខ្ញុំសុំលាសិនហើយលោកពូខ្ញុំលាសិនហើយអញ្ជើញមិនទៅកូនបងអំណត់ឆាប់នៅទីនេះយូរហើយម៉ាក់ប្រយ័ត្នបន្តិចណាអូនមើលទេសភាពនៅទីនេះគួរឲ្យកយគុណណាចូលចិត្តទេចាចូលចិត្តពិតមែនណាអូនចាំបងមកផ្លែតណាចាអ្នកនាងអញ្ជើញមកជាមួយអ្នកណាដែរចាមកជាមួយប៉ាកូនយ៉ាចុះឥឡូវគាត់នៅណាចាគាត់នៅខាងនោះចាស់លើកមកជាមួយអ្នកណាដែរខ្ញុំមកជាមួយនឹងប្រពន្ធខ្ញុំ
គឺនាងឯង អូនមេលីខាងនេះគឺអ្នកនាងពីដើម សួស្តី ណែដណ្ដប់ទេ មកហើយនៅនឹង បាទហើយ ជំរាបសួរលោកនាយក បាទជំរាបសួរចៃដន្យម្លេះកំសត់បើដឹងថាមកអញ្ចឹងដែរមិនក៏មិនមកជាមួយគ្នាតែម្ដងទេចុះនាង នាងគឺជាប្រពន្ធរបស់ខ្ញុំ បើបានជាមកអញ្ចឹងទៅហើយយល់ល្អទៅសម្រាប់សន្តាគារជាមួយខ្ញុំទេ មិនអីទេលោកនាយកព្រោះខ្ញុំមានគ្នាច្រើនដែរ ស្រេចតែឯងចុះ លោកនាយកខ្ញុំគិតថាជំរាបលាសិនហើយទៀន ជម្រាបលា អញ្ជើញ បងមានសង្កេតឃើញអ្នកនាងពីដើមយ៉ាងម៉េចទេ បងមិនបានចាប់អារម្មណ៍ទេ គិតទៅប្តីប្រពន្ធគេទាំងពីរនាក់នោះដូចជាស្រឡាញ់គ្នាណាស់តោះកូន នេះ សុំទោសមកកូន ពីដើមយ៉ាងម៉េចហើយទឹកលេងអញ្ចឹងសប្បាយទេនាងមានរឿងអីមិនសប្បាយចិត្តដែរ ចាគ្មានទេ មនុស្សយើងម្នាក់កើតមកហើយគ្មាននរណាចង់អាក្រក់នោះទេនាងកុំគិតច្រើនអី នេះគឺមកពីព្រំលិខិតដែរ ព្រំលិខិតជាអ្នកកំណត់តែខ្លួនយើងផ្ទាល់ជាអ្នករៀបចំតែបើយើងប្តេជ្ញាផ្ដួលទៅលើព្រំលិខិតនោះក៏វាមិនល្អដែរ អាយ៉ាចេះនិយាយណាស់តា យ៉ាងម៉េចខ្ញុំនិយាយខុសហ៎បានជានាងមើលមុខខ្ញុំអញ្ចឹង ខ្ញុំមើលលោកព្រោះជាច្រើនខែដែលខ្ញុំមិននៅជាមួយខ្ញុំមិនដែលឮលោកនិយាយអីលើសពី2-3ម៉ាត់ទេតែពេលនេះលោកនិយាយច្រើនហើយពីរោះទៀត អញ្ចឹងយប់នេះខ្ញុំនិយាយច្រើនណាស់មែនទេបើនាងធុញខ្ញុំឈប់និយាយក៏បានដែរ ខ្ញុំទេដែលខ្លាចលោកធុញនោះ រឿងអីដែលខ្ញុំត្រូវធុញនឹងនាងនោះតោះយើងល្មមទៅសម្រាប់ហើយព្រោះស្អែកនេះយើងត្រូវត្រឡប់ទៅវិញផង ចា